បើសិនជា Facebook បងប្អូនបាត់មេថាគេ hack បាត់តើយើងក៏ដោះស្រាយមិនបានដល់សកយើងអាចដើរដំណាក់កាលហ្នឹងឬក៏ហេតុអីបាត់គេ hack យើងកើតមែនទេទៅ Facebook ឯងប្រព័ន្ធ system របស់គេគឺសុវត្ថិភាពណាស់តែយើងអ្នកប្រើទេដែលយើងដើរទៅចូលអន្ទាក់របស់ hacker ហើយ hacker គឺពួកគាត់ឆ្លាតគាត់ដឹងថាយើងចង់បានអីយើងដើរផ្លូវបែបណាចុងក្រោយនឹងចូលអន្ទាក់របស់ពួកគាត់ដែរអញ្ចឹងអន្ទាក់ដែលគេរៀបចំហើយខ្ញុំធ្លាប់ជួបខ្ញុំធ្លាប់ឃើញទី1គឺដំណ link ផ្សេងគេអាចថាជា link គេផុសនៅក្នុង website របស់គេឬក៏ link នៅក្នុង Facebook ឬក៏ពេលខ្លះគេពេញនិយមហ្មងគឺគេយក Facebook មក mention មកយើងថា account របស់យើងមានបញ្ហាខងើយទៅក៏ខំមកយើងចុចអា notification ហ្នឹងហើយបំពេញព័ត៌មាន Facebook របស់យើងឲ្យគេយកទៅបំពេញព័ត៌មានបាត់គឺមានន័យថាយើងផ្ញើព័ត៌មានឲ្យគេអញ្ចឹងគេចូលទៅ Facebook យើងបានមែនតើគឺគេនឹង take របស់យើងទៅបាត់ហើយទី2គឺ zip file មែនតើបើកនៅក្នុងទូរស័ព្ទបើកនៅក្នុង iCloud អីអត់ចេញទេចង់បើក zip file បានតើបើកនៅក្នុង computer អញ្ចឹងឡើយនេះមិនមែនសរុបយើងទៅ extract zip file ទេគេមានអន្ទាក់របស់គេពួក hacker ហ្នឹងគេពេញនិយមគឺផ្ញើ zip file ហ្នឹងចូលមក Facebook page របស់ពីណាគេម្នាក់ហើយផ្សេងថាជួចំទិញអីវ៉ាន់ដែលមាននៅក្នុង zip file នេះយើងពេលដែលគេផ្ញើមកអញ្ចឹងមកយើងមិនចង់កម្មថាគេចំទិញអីយើងមិនទៅបើក computer extract file នឹង clip មក extract file ហ្នឹងអត់មាន AD ប៉ុន្តែបន្ទាប់ពីហ្នឹងមក computer របស់យើងទៅបានគេ hack ទៅបាត់ហើយ Facebook ក៏យើងមានប្រមាណនៅក្នុង computer ហ្នឹងទៅជាមួយគេទី3គឺគេអាចនិយាយបានថាវាស្តៀងទៅនឹង zip file ដែរប៉ុន្តែយើង copy code មួយចំនួនយកមកខាស់នៅក្នុង computer របស់យើងហើយរបៀបតែគេធ្វើរឿងហ្នឹងគឺយើងចូលទៅក្នុង website អីក៏ខើ download នេះ download នោះយើងមិនដឹងទេប៉ុន្តែគេនឹងព្យាយាមឲ្យយើង copy ស្អីគេមួយដើម្បីបញ្ជាក់ថាយើងជាមនុស្សមែនឡើយហ្នឹងបាទកន្លែងនេះគឺគេបន្លំបញ្ជាក់ជាមនុស្សមែនបើបញ្ជាក់ជាមនុស្សនេះឯងសូម copy អានេះហើយយកទៅខាត់ចូលក្នុង computer នេះឯង copy ខាត់ចូលមកណាងជាមនុស្សហើយកន្លែងនេះជាទូទៅហើយប្រព័ន្ធសុវត្ថិភាពគេត្រូវមានឲ្យយើង verify ជាមនុស្សប៉ុន្តែជាទូទៅគេឲ្យយើងគូសរូបភាពគេឲ្យយើងគូសវត្ថុដែលដូចគ្នាឬក៏រើសរូបគេដូចគ្នាអីទេប៉ុន្តែអាមួយហ្នឹងគឺខុសចម្លែកយើង copy ហើយផាក់ទៅចាំបើគេឲ្យយើង verify កន្លែងមួយរឿងហ្នឹង are you a human ហ្នឹងឲ្យយើង copy ខាងអានេះគឺចូលដំណាក់កាលមួយគេចង់ hack computer របស់យើងហើយតែនេះទៅតែដែរអូខេចំណុចទី4អ្នកដែលពេញនិយមប្រើរបស់ Craig អ្នកដែលជួយប្រើរបស់ Craig ប្រើរបស់ដែលគេត្រូវបង់លុយត្រូវប្រើរបស់ដែលគេបង់លុយប្រចាំខែតែយើងបានបង់យើងទៅរកកន្លែងណាកន្លែងនេះមកមាន file Craig គឺយើងយកអាហ្នឹងមកកអាហ្នឹងក៏វាមានមេរោគនៅក្នុងហ្នឹងហើយក៏មានហានិភ័យខ្ពស់ដែរអញ្ចឹងបើអាចកុំប្រើរបស់ Craig អីរបស់មួយចំនួនដែលយើងអាចបង់លុយឲ្យគេបានបង់លុយឲ្យគេទៅចុះបកមកដំណោះស្រាយវិញបើសិនជាយើងច្រឡំដែរចូលអន្ទាក់របស់គេហើយត្រូវបានបាត់ Facebook account ឬក៏ Facebook page របស់យើងក៏ឲ្យធ្វើមិនវិធីសាស្ត្រល្អកំផុតបងប្អូនទៅរកអ្នកជំនាញកន្លែងហ្នឹងអ្នកដែលក៏ដោះស្រាយទៅលើបញ្ហាអស់ហ្នឹងហើយវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាអស់ហ្នឹងគឺ contact ទៅក្រុមការងាររបស់ Facebook គ្រាន់តែរបៀបក្នុងការ contact ហ្នឹងបងប្អូនត្រូវតែមាន account Facebook មួយដែលខ្លាំង account ដែលគាត់ធ្វើការមួយគេហើយ account ដែលអាច contact ទៅដល់អ្នកជំនាញទៅលើអាករណី take ហ្នឹងមិនមែន contact ទៅហើយគេឲ្យចាំយើង24ម៉ោង48ម៉ោង follow up មិនគាត់ទៅអត់បានអាហ្នឹងគឺ account stir ដែល contact ទៅអត់បានអ្នកល្អយើងយក account ណាដែលវាមាំ account ណាដែលធ្វើការងារ Facebook មានប្រវត្តិល្អណាយើង contact ទៅគេទៅគឺគេអ្នកជំនាញគេតងឲ្យយើងមកកន្លែងហ្នឹងហើយយើងមានការ report ការអីផ្សេងអមជំនួយជួយមកតាមទៀតទៅឆាប់បានមកវិញទេ24ម៉ោង48ម៉ោងហ្នឹងអាចបានមកវិញខែកន្លែងហ្នឹងប៉ុន្តែបើបងប្អូនអត់ចង់ឈឺក្បាលហើយអត់ដឹងថាត្រូវធ្វើបែបណាភ័យជួយយ៉ែញ៉ៃច្រើនយកមកគេឲ្យពួកយើងមកតែមិនដឹងទៅគិតអីទៀតមកគិតអីច្រើននេះយកមកឲ្យក្រុមការងាររបស់ខ្ញុំមកគូខ្ញុំគ្របធ្វើរឿងហ្នឹងអញ្ចឹងខ្ញុំគិតថារឿង test series គ្នាយើងអាចយើងធ្វើឲ្យពុកក្នុងការធ្វើតែជោគជ័យអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងពីអត់